ការចាញ់ឈ្នះរបស់ប៉ៃជីងជីងត្រូវសម្រេចហើយឥឡូវនេះដល់ពេលដែលអ្នកត្រូវបំពេញតាមការភ្នាល់ហើយអ្នកមកតាមខ្ញុំទៅបន្ទប់ឯកជនមួយមកបង្ហាញឈុតដែលគួរឲ្យខ្មាស់អៀននោះមកឈុតប៊ីគីនីនោះពិតជាត្រូវស្លៀកវាឲ្យគេមើលមែនទេហើយអ្វីក៏អ្នកមិនព្រមទទួលស្គាល់លោកជំទាវប៉ៃនាងពិតជាចាញ់ហើយការមិនទទួលស្គាល់នេះវាហាក់ដូចជាចំណៃរបស់អ្នកអីចឹងការភ្នាល់ខ្ញុំពិតជាចាំបានតែនៅទីនេះគ្មានឈុតប៊ីគីនីឯណាចុះបើសុំដូរមកជាខ្ញុំណាត់អ្នកចេញទៅក្រៅឯកជនតែម្ដងវិញយ៉ាងម៉េចអាចលើមុនស្នេហ៍របស់ខ្ញុំពេលខ្ញុំហ៊ានណាត់គេមុនបែបនេះតើគេអាចបដិសេធបានយ៉ាងម៉េចទៅជួបបើទំនាក់ទំនងពួកគេរីកចម្រើនទៅមុខខ្ញុំនៅមានឱកាសដាច់ខាតមិនបានទេខ្ញុំជំទាស់ខ្ញុំបដិសេធក្មេងស្រីម្នាក់នេះប្រតិកម្មធំជាងខ្ញុំទៅទៀតនាងមិនច្រណែនដែរទេកញ្ញាប៉ៃកុំបង្វែរប្រធានបទអីខ្ញុំជាមនុស្សម្នាក់ដែរឲ្យតម្លៃការអនុវត្តជាក់ស្ដែងបំផុតខ្ញុំចូលចិត្តមើលស្រីស្អាតអន់ក្បាលទទួលកំហុសបែបនេះឈូឈិនឱកាសនៅជាមួយខ្ញុំពីរនាក់អ្នកពិតជាមិនរំភើបទេអារម្មណ៍គ្រប់គ្នាគេកំពុងតែរងចាំប៊ីគីនីម៉ាសារបស់អ្នកការណាត់ជួបឯកជនគឺឯកជនណាស់មិនអាចរមួលក្រពើបានទេតាមពិតខ្ញុំពិតជាមិនបានត្រៀមប៊ីគីនីទេប៉ុន្តែក្នុងបន្ទប់ខ្ញុំមានរបស់ពិសេសជាងនេះទៀតតើអ្នកចង់មកត្រួតពិនិត្យដោយផ្ទាល់ទេធានាថានឹងធ្វើឲ្យអ្នកចងចាំមិនភ្លេចអស់មួយជីវិតលីនវៃខ្ញុំនឹងនាំនាងត្រឡប់ទៅបន្ទប់ផ្ទាល់ចាំមើលអ្នករំខានទៀតយ៉ាងម៉េចប្រុសតែម្នាក់ស្រីតែម្នាក់អូជាឈុតពីជំនាន់ខែទឹកបាត់បង់ហើយបើជំហាននេះបានសម្រេចខ្ញុំនឹងចាញ់ទាំងស្រុងហើយខ្ញុំគួរតែដកឈុតសង្គ្រាមវីនីនោះចេញតាំងពីមុននឹងចងចាំមិនភ្លេចមួយជីវិតអ្នកទាំងពីរកំពុងធ្វើអីហ្នឹងលីនវៃបើបែបនេះបាត់ត្រឡប់ទៅវិញហើយត្រូវអ្នកស្រីជីងឃើញខ្ញុំនឹងស្លាប់ហើយដឹងហើយភ្លាមបដូរយកឈុតក្នុងខោអាវប៊ីគីនីស៊េរីសម្រាប់ប្រយុទ្ធបដូរបានជោគជ័យចំណាយតម្លៃសម្ភារៈអស់5ពិន្ទុតម្លៃសម្ភារៈដែលនៅសល់555ពិន្ទុឈុតប៊ីគីនីរបស់លីនបានត្រៀមទុកពិសេសសម្រាប់អ្នកហើយឈុតនេះអ្នកពៀអ្នកឲ្យខ្ញុំស្លៀកឈុតនេះទៅម៉ាសាគេនៅបារបើគេដឹងរឿងនេះខ្ញុំទៅមុខទៀតធ្វើការបានមិនទៅចិត្តនាងពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំបានត្រៀមរយន្តជីងនឹងផែនការក្រោយទៀតរួចរាល់ហើយលីនវីក្មេងស្រីល្ងងនេះមើលមកខ្ញុំធ្វើអីឬមួយនាងក៏ចង់ស្លៀកប៊ីគីនីដែរលីនវីហេតុអ្វីអ្នកនៅទីនេះមើលមេលាមុខនេះសើចយ៉ាងគ្រើមអីចឹងដាំឡើយគឺនៅទីនេះរងចាំខ្ញុំបានត្រៀមឈុតប៊ីគីនីរួចហើយគឺសម្រាប់ដើម្បីឲ្យខ្ញុំបាត់បង់កិត្តិយសនៅមុខគេឯងមុខមាត់អស់ហើយបើអ្នកមិនព្រមទេខ្ញុំនឹងហៅមនុស្សច្រើនចូលមកដល់ពេលនោះនាងធ្វើអ្វីលើអ្នកវាមិនពាក់ព័ន្ធនឹងខ្ញុំទេបានខ្ញុំព្រមតាមអ្នកហើយខ្ញុំឥឡូវបដូរឲ្យអ្នកមិនបានទេលឿនឡើងអូយរៀងមួយនេះពិតជាលយឆាយក៏មករកបានមែនមើលគ្រប់គ្រាន់ហើយឬនៅអាចបដូរជើងបានហើយឬនៅប៊ីគីនីនេះពាក់សម្រាប់ម៉ាសាមែនទេអ្នកឈិនគាត់មិនព្រមទេខ្ញុំសុំម៉ាសាឲ្យអ្នកម៉ាសាអ្នកណាថាខ្ញុំមិនអាចម៉ាសាបានមិនត្រឹមតែម៉ាសាមែនទេខ្ញុំម៉ាសាបើអីចឹងយើងម៉ាសាជាមួយគ្នាទៅមិនត្រូវទេស្រីស្អាតលំដាប់កម្ពុជាពីរអ្នកប្រជែងគ្នាម៉ាសាឲ្យខ្ញុំឬមួយពួកនាងស្រឡាញ់ខ្ញុំទាំងអស់មិនត្រូវទេស្រីស្អាតលំដាប់កម្ពុជាពីរអ្នកប្រជែងគ្នាដើម្បីម៉ាសាឲ្យខ្ញុំឬមួយពួកនាងស្រឡាញ់ខ្ញុំទាំងអស់គ្នាស៊ីនជីវនិយាយត្រូវហើយឈូឈិនវាយនៅស្មោះត្រង់ខ្ញុំណែនាំអ្នកកុំធ្វើអ្វីផ្ដេសផ្ដាសម៉ានស៊ីបងស្រីជីងមិនក៏ពាក្យនេះលេចចេញមកចំពេលនេះអីចឹងជប់ទៅមិនលេងសើចជាមួយពួកគេទាំងពីរអ្នកទៀតទេម៉ាក់ខ្ញុំបានរៀបចំឲ្យខ្ញុំមកក្នុងទីក្រុងនេះគឺដើម្បីឲ្យខ្ញុំខិតខំមកសាងអាជីពរបស់ខ្ញុំពេលនេះមិនមែនជាពេលដែលត្រូវលងខ្លួនក្នុងអន្លង់ស្នេហ៍នារីទេមិនអីទេខ្ញុំនិយាយលេងជាមួយអ្នកទេមេឃក៏យប់ហើយយើងត្រឡប់ទៅវិញចុះខ្ញុំបាន
ប្រាប់ហើយថាឈូឈឿនមកពីជនបទគេមិនដឹងពីវិធីឆុងស្រាទេតែអ្នកនៅតែនាំគេទៅបាស្រាដែលគេឆុងល្វីងវាជាកំហុសរបស់អ្នកទេរឿងហែកមុខគ្នានោះទៀតបងជីងគុំស្ដីឲ្យទៀតអីខ្មាស់គេណាស់ខ្ញុំបានស៊ើបដឹងហើយថាឈូឈឿនមកគ្មានប្រវត្តិអ្វីទេគ្រាន់តែជាមនុស្សគ្មានបានការដែលទៅចូលក្រុងរកការងារធ្វើសោះទៅចូលក្រុងសោះទៅចាប់ដៃជាមួយស៊ឺចឹងឈូគេថានាងមកដល់កាំងជើងនេះគឺមករកស៊ឺចឹងឈូកាលហាត់ការ5ឆ្នាំមុនធ្លាប់ទទួលបានការមើលថែពីម្ដាយនាងលោកគូក៏មិនដឹងថាហេតុអ្វីកូនស្រីដែលខ្លាយជាមិត្តនឹងម្ដាយនាងថែមទាំងជាមិត្តស្និទ្ធកូនស្រីគ្មានខ្នងបង្អែកនេះបែរជាហ៊ានប្រឆាំងនឹងខ្ញុំប្រកាសចុះទៅពិធីជប់លៀងយប់ស្អែកនេះគឺសម្ដៅតែម្ដងទៅលើក្រុមហ៊ុនសៀហ៊ានលួចយកលុយ500លានរបស់ខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុនសៀទាំងមូលមកទូទាត់បំណុលនេះបងជីងឈប់ស្ដីបន្ទោសទៅខ្មាស់គេណាស់រៀនយកមេរៀនទុកទៅចាំមើលទៅមុខទៀតហ៊ាននិយាយអួតឬអត់បងជីងឈូឈិនគាត់មិនបាននិយាយអួតទេគឺឈិនទេដែលចាញ់គាត់ជាអ្នកឈ្នះគាត់ឈ្នះអ្នកនិយាយអ្វីវ៉ាងហ្វុងជាអ្នកលេខ1លីស្រាក្រុងជាងហ៊ានលុតជង្គង់នៅទីសាធារណៈចង់សំពះគាត់ធ្វើជាគ្រូលេងសាច់អីហ្នឹងឈូឈិនមានសមត្ថភាពដល់ណាខ្ញុំមិនទាន់ដឹងច្បាស់ទេគ្រប់គ្រាន់ហើយពួកយើងចូលសម្រាប់ឲ្យបានឆាប់ទៅតែមួយថ្ងៃស្រីទាំងពីរនាក់នេះលួងលោមគេដល់ថ្នាក់ហ្នឹងបើទុកពេលឲ្យយូរជាងនេះទៀតតើនឹងទៅជាយ៉ាងណាឈូឈិនយប់ស្អែកទៅចូលរួមពិធីជប់លៀងពាណិជ្ជកម្មជាមួយខ្ញុំ